នេះគូជា Cam Today ថ្ងៃនេះជាថ្ងៃទី23ខែកក្កដា BTV News MFAIC កម្ពុជា News Agence Cambodia Press និង AKP News បានផ្សាយថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ការតវ៉ាជាផ្លូវការជាថ្មីចំពោះអ្វីដែលបានពិពណ៌នាថាជាការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាតាមបណ្ដោយព្រំដែនការតវ៉ានេះត្រូវបានដាក់ឡើងក្នុងបរិបទដែលកម្ពុជាបន្តអះអាងពីសិទ្ធិនិងភាពត្រឹមត្រូវលើដែនដីរបស់ខ្លួនប្រភពទាំងនេះបញ្ជាក់ថាកម្ពុជាទាមទារឲ្យមានការគោរពច្បាប់និងការរក្សាសន្តិភាពនៅតំបន់ព្រំដែនប្រភពទាំងនេះបញ្ជាក់ថាកម្ពុជាទាមទារឲ្យមានការគោរពច្បាប់និងការរក្សាសន្តិភាពនៅតំបន់ព្រំដែន Agence Cambodia Press និង BTV News បានរាយការណ៍ថាកម្ពុជាបានលើកឡើងក្នុងកិច្ចប្រជុំពិសេសអាយឆានៅប្រទេសហ្វីលីពីនពីស្ថានភាពជនភៀសទឹកកម្ពុជាជាង 20,000 នាក់ដែលនៅមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានកម្ពុជាបានស្នើឲ្យការត្រឡប់មកវិញត្រូវធ្វើឡើងដោយសុវត្ថិភាពស្ម័គ្រចិត្តនិងមានសេចក្តីថ្លៃថ្នូរប្រភពដែលបានបញ្ជាក់ថាមូលហេតុសំខាន់ដែលរារាំងការត្រឡប់គឺការរារាំងពីយោធាថៃមន្ត្រីសុខាភិបាលនៅខេត្តកំពង់ឆ្នាំងកំពុងអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាបំផ្លាញជំរកមូសខ្លាបន្ទាប់ពីករណីជំងឺគ្រុនឈាមកើនឡើងដល់ 1269 នាក់ក្នុងចំណោមករណីទាំងនេះមានកុមារ 4 នាក់បានស្លាប់ដែលធ្វើឲ្យការបង្ការក្លាយជាការងារបន្ទាន់ក្នុងសហគមន៍អាជ្ញាធរសុខាភិបាលបានជំរុញឲ្យសម្អាតទឹកដក់បិទធុងទឹកនិងតាមដានរោគសញ្ញាដើម្បីទៅព្យាបាលឲ្យបានទាន់ពេលសេចក្តីថ្លែងការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពព្រំដែនកម្ពុជាថៃនិងព្រឹត្តិការណ៍ថ្មីត្រូវបានផ្សាយនៅថ្ងៃទី22ខែកក្កដាឆ្នាំ2026ខ្លឹមសារនេះផ្ដោតលើការវិវត្តនៅតាមបណ្ដោយព្រំដែននិងព័ត៌មានថ្មីដែលកើតឡើងជាបន្តបន្ទាប់សេចក្តីថ្លែងការណ៍បែបនេះជួយឲ្យសាធារណជនទទួលបានការបញ្ជាក់ពីស្ថានភាពផ្លូវការហើយអាចតាមដានការឆ្លើយតបរបស់ស្ថាប័នពាក់ព័ន្ធបានកាន់តែច្បាស់មន្ត្រីជំនាញបានបញ្ជាក់ថាក្នុងរយៈពេល6ខែអាជ្ញាធរបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scams ចំនួន488ទីតាំងប្រតិបត្តិការនេះត្រូវបានបង្ហាញថាមិនទាន់បញ្ចប់ត្រឹមទីតាំងធំទេដោយមន្ត្រីនឹងបន្តស្រាវជ្រាវនិងបង្ក្រាបទីតាំងតូចបន្ថែមវិធានការបន្តមានគោលបំណងកាត់បន្ថយសកម្មភាពច្បោកតាមអនឡាញនិងពង្រឹងសុវត្ថិភាពសង្គមកម្ពុជាកំពុងបន្តប្រតិបត្តិការស្វែងរកពលករខ្មែរ2នាក់ដែលនៅបាត់ខ្លួនក្រោយហេតុការណ៍លិចទូកនៅប្រទេសថៃការស្វែងរកនេះធ្វើឡើងបន្ទាប់ពីមានការបញ្ជាក់ថាពលករខ្មែរមួយចំនួនបានជួបគ្រោះថ្នាក់ពេលធ្វើដំណើរតាមទូកអាជ្ញាធរនិងភាគីពាក់ព័ន្ធកំពុងតាមដានស្ថានភាពជាប់ជាបន្តដើម្បីស្វែងរកជនរងគ្រោះដែលនៅមិនទាន់រកឃើញនិងជូនដំណឹងទៅក្រុមគ្រួសារឲ្យបានឆាប់បំផុតតាមការចុះផ្សាយរបស់ Agence Cambodia Press និង BTV News សម្ដេចធិបតីហ៊ុនម៉ាណែតបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកអាស៊ានភាគីកម្ពុជាបានលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិកពង្រីកការវិនិយោគនិងស្វែងរកឱកាសបន្ថែមនៅកម្ពុជាខណៈ BTV News រាយការណ៍ថាក្រុមហ៊ុនក្នុងគណៈប្រតិភូ USABC ក៏បានបង្ហាញការបដិញ្ញាបន្តពង្រីកសកម្មភាពធុរកិច្ចនៅទីផ្សារកម្ពុជា BTV News និង AKP News រាយការណ៍ថាកម្ពុជាទទួលបានការអនុញ្ញាតជាផ្លូវការលើកដំបូងដើម្បីនាំចេញសម្បុកត្រចៀកកម្មទៅកាន់ទីផ្សារចិនការអនុញ្ញាតនេះត្រូវបានផ្ដល់ដោយអគ្គរដ្ឋបាលគុយចិនដល់ក្រុមហ៊ុន Best Life Product Co Ltd កាលពីថ្ងៃទី15ខែកក្កដាឆ្នាំ2026ជំហាននេះត្រូវបានចាត់ទុកថាជាឱកាសថ្មីសម្រាប់អ្នកចិញ្ចឹមត្រចៀកកម្មវិស័យឯកជននិងការនាំចេញកសិផលមានតម្លៃរបស់កម្ពុជាខ្មែរ Times រាយការណ៍ថានាយកកុលមូលបតកម្ពុជានិងស្ថាប័នសេវាហិរញ្ញវត្ថុកូរ៉េខាងត្បូងបានជួបពិភាក្សាការងារប្រតិបត្តិការនៅប្រទេសកូរ៉េខាងត្បូងកិច្ចពិភាក្សានេះផ្ដោតលើការផ្លាស់ប្តូរបទពិសោធន៍និងការងារពាក់ព័ន្ធនឹងការគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុសម្រាប់កម្ពុជាការជួបប្រជុំនេះអាចជួយពង្រឹងសមត្ថភាពនីយកម្មនិងបង្កើនទំនាក់ទំនងស្ថាប័នជាមួយភាគីអន្តរជាតិនៅក្នុងវិស័យអាជីវកម្មការផ្សព្វផ្សាយលក់ដូចជាការបញ្ចុះតម្លៃការចាប់រង្វាន់ឬការផ្ដល់អំណោយអាចមានបញ្ហាពន្ធផ្សេងដែលក្រុមហ៊ុនគួរយល់ដឹងប្រភេទ promotion នីមួយអាចពាក់ព័ន្ធនឹងអាករលើតម្លៃបន្ថែមពន្ធលើប្រាក់ចំណូលឬពន្ធកាត់ទុកមួយចំនួនក៏អាចត្រូវការចុះបញ្ជីឬស្នើសុំការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធដូច្នេះអាជីវកម្មគួររៀបចំផែនការពន្ធឲ្យបានត្រឹមត្រូវមុនចាប់ផ្ដើមយុទ្ធនាការនៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យសារព័ត៌មាន LMONDE.FR រាយការណ៍ថាទីក្រុងដែលធ្លាប់លេចធ្លោដោយអាជីវកម្មកាស៊ីណូកំពុងរងសម្ពាធពីការបង្ក្រាបលើឧស្សាហកម្មច្បោកតាមអនឡាញរបាយការណ៍នេះបង្ហាញថាសកម្មភាពពាក់ព័ន្ធនឹង scam បានប៉ះពាល់ដល់រូបភាពនិងចលនាសេដ្ឋកិច្ចក្នុងតំបន់ព្រំដែនការត្រួតពិនិត្យរបស់អាជ្ញាធរត្រូវបានគេចាត់ទុកថាជាជំហានសំខាន់ក្នុងការបំបែកបណ្ដាញខុសច្បាប់ការត្រួតពិនិត្យរបស់អាជ្ញាធរត្រូវបានគេចាត់ទុកថាជាជំហានសំខាន់ក្នុងការបំបែកបណ្ដាញខុសច្បាប់ធុរជនកម្ពុជានិងចិនបានរួមគ្នារៀបចំវេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជាចិនដោយមានប្រតិភូធុរជននិងវិនិយោគិនប្រមាណ60ក្រុមហ៊ុនចូលរួមវេទិកានេះផ្ដោតលើការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មការស្វែងរកដៃគូនិងឱកាសវិនិយោគថ្មីសកម្មភាពបែបនេះត្រូវបានរំពឹងថានឹងជួយពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មនិងបង្កើនការយល់ដឹងរវាងវិស័យឯកជននៃប្រទេសទាំងពីរកម្ពុជាបានស្នើឲ្យសមាគមធុរកិច្ចជប៉ុនជួយធ្វើជាស្ពានសម្រាប់លំហូរពាណិជ្ជកម្មនិងទេសចររវាងប្រទេសទាំងពីរសំណើនេះមានគោលបំណងជំរុញការទាក់ទាញវិនិយោគក៏ដូចជាពង្រឹងការភ្ជាប់រវាងធុរកិច្ចកម្ពុជានិងជប៉ុនបើការសហការត្រូវបានពង្រីកវាអាចបង្កើនការធ្វើដំណើរការផ្លាស់ប្តូរទំនិញនិងឱកាសសេដ្ឋកិច្ចសម្រាប់ភាគីទាំងសងខាងកិច្ចប្រជុំច្រកចេញចូលតែមួយលើកទី7ក្នុងឆ្នាំ2026ត្រូវបានរៀបចំឡើងដើម្បីពិនិត្យនិងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន9គម្រោងដំណើរការនេះជាផ្នែកមួយនៃការសម្រួលនីតិវិធីនិងពន្លឿនការវាយតម្លៃគម្រោងវិនិយោគប្រសិនបើគម្រោងទាំងនេះឆ្លងកាត់ការពិនិត្យវាអាចបន្ថែមទុនវិនិយោគនិងឱកាសការងារថ្មីក្នុងសេដ្ឋកិច្ចសមាគមសហគ្រិនស្ត្រីកម្ពុជាបានបង្កើតជំនួបបណ្ដាញធុរកិច្ចដើម្បីជួយសមាជិកពង្រីកទីផ្សារនិងស្វែងរកដៃគូសហការ
កម្មវិធីនេះផ្ដល់ឱកាសឲ្យសហគ្រិនស្ត្រីបង្ហាញផលិតផលសេវាកម្មនិងពិភាក្សាអំពីការចូលទៅកាន់ទីផ្សារថ្មីវាក៏ជួយពង្រឹងការភ្ជាប់រវាងអាជីវកម្មខ្នាតតូចនិងមធ្យមដែលអាចរួមចំណែកដល់ការលូតលាស់សេដ្ឋកិច្ចក្នុងស្រុកកម្ពុជាកំពុងជំរុញការដាំដុះបន្លែសុវត្ថិភាពដោយលើកទឹកចិត្តកសិករឲ្យប្រើផ្ទះសំណាញ់កាន់តែច្រើនចំនួនផ្ទះសំណាញ់សម្រាប់ផលិតកម្មបន្លែបានកើនឡើងដល់ជិត 6,000 ខ្នងដែលជាសញ្ញានៃការផ្លាស់ប្ដូរទៅកាន់កសិកម្មមានការគ្រប់គ្រងល្អជាងមុនវិធីសាស្ត្រនេះអាចជួយកាត់បន្ថយសត្វល្អិតការប្រើថ្នាំគីមីនិងធានាគុណភាពផលិតផលសម្រាប់ទីផ្សារកម្ពុជានិងហ្វីលីពីនបានរៀបចំវេទិកាផ្គូផ្គងធុរកិច្ចដើម្បីជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីនវេទិកានេះផ្ដល់ឱកាសឲ្យអ្នកផលិតអ្នកនាំចេញនិងអ្នកទិញជួបពិភាក្សាផ្ទាល់អំពីតម្រូវការស្តង់ដារនិងបណ្ដាញចែកចាយប្រសិនបើការភ្ជាប់ពាណិជ្ជកម្មដំណើរការល្អវាអាចបន្ថែមទីផ្សារថ្មីសម្រាប់កសិករកម្ពុជានិងជួយពង្រីកតម្លៃបន្ថែមក្នុងវិស័យកសិកម្មក្រសួងសាធារណការនិងដឹកជញ្ជូនបានជួបពិភាក្សាជាមួយតំណាងចែកការប្រចាំកម្ពុជាអំពីការអភិវឌ្ឍស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកការពិភាក្សានេះផ្ដោតលើការងារបច្ចេកទេសនិងជំហានអនុវត្តសម្រាប់គម្រោងសំខាន់មួយក្នុងការគ្រប់គ្រងទឹកកខ្វក់រាជធានីប្រព័ន្ធប្រព្រឹត្តកម្មដែលមានប្រសិទ្ធភាពនឹងជួយកាត់បន្ថយការបំពុលទឹកនិងគាំទ្រសុខភាពសាធារណៈនៅថ្ងៃទី20ដល់21កក្កដា2026ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្តបានចុះអនុវត្តការជួសជុលនិងថែទាំកំណត់ផ្លូវជាតិតាមបណ្ដាខេត្តសកម្មភាពរួមមានការកែម្អផ្នែកខូចខាតនិងការថែរក្សាផ្លូវឲ្យមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរការងារបែបនេះមានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យចរាចរណ៍និងរក្សាលំហូរដឹកជញ្ជូនប្រចាំថ្ងៃស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រាត្រូវបានរំពឹងថានឹងភ្ជាប់គ្នានៅចុងឆ្នាំ2026ខណៈការសាងសង់សម្រេចបានប្រមាណ 79% គម្រោងនេះជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ភ្ជាប់តំបន់រាជធានីភ្នំពេញនិងបន្ធូរបន្ថយសម្ពាធចរាចរណ៍លើផ្លូវឆ្លងកាត់ទន្លេបន្ទាប់ពីបញ្ចប់ស្ពាននឹងជួយឲ្យការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញកាន់តែរហ័សក្រសួងធម្មការនិងសាសនាបានបញ្ចប់ការធ្វើជំរានមន្ត្រីរាជការជាក់ស្ដែងដោយមានមន្ត្រីចូលរួមជាង900នាក់ការងារនេះត្រូវបានធ្វើឡើងដើម្បីពិនិត្យទិន្នន័យបុគ្គលិកនិងស្ថានភាពបម្រើការងារពិតនៅតាមអង្គភាពពាក់ព័ន្ធលទ្ធផលជំរាននឹងជួយឲ្យក្រសួងរៀបចំគ្រប់គ្រងធនធានមនុស្សបានច្បាស់លាស់ជាងមុននិងគាំទ្រការងាររដ្ឋបាលឲ្យមានប្រសិទ្ធភាពមន្ត្រីជំនាញបានលើកឡើងថាផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតជាតំបន់អាទិភាពសម្រាប់ការកែម្អគុណភាពទឹកតំបន់នេះពាក់ព័ន្ធនឹងសុវត្ថិភាពទឹកស្អាតដែលប្រជាពលរដ្ឋយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃការតាមដានប្រភពបំពុលនិងការគ្រប់គ្រងសកម្មភាពនៅជុំវិញស្ទឹងត្រូវបានចាត់ទុកថាជាជំហានសំខាន់ដើម្បីការពារសុខភាពសាធារណៈនិងធនធានទឹកនៅច្រកទ្វារអន្តរជាតិភ្នំដិនសមត្ថកិច្ចនិងមន្ត្រីជំនាញបានអំពាវនាវដល់ឈ្មួញអាជីវករនិងប្រជាពលរដ្ឋឲ្យប្រកបអាជីវកម្មដោយស្របច្បាប់ការណែនាំនេះផ្ដោតលើការអនុវត្តនីតិវិធីឆ្លងកាត់ព្រំដែនការបង់ពន្ធនិងការរក្សាសណ្ដាប់ធ្នាប់ពាណិជ្ជកម្មអាជ្ញាធរថាការចូលរួមគោរពច្បាប់នឹងជួយកាត់បន្ថយហានិភ័យនិងធ្វើឲ្យការធ្វើពាណិជ្ជកម្មនៅតំបន់ព្រំដែនមានភាពរលូនសិប្បកម្មកែច្នៃផ្លាស្ទិកមួយកន្លែងក្នុងខេត្តកណ្ដាលត្រូវបានអាជ្ញាធរអនុវត្តវិធានការច្បាប់ដើម្បីទប់ស្កាត់ការបំពុលបរិស្ថានករណីនេះពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់និងដំណើរការផលិតដែលអាចប៉ះពាល់ដល់បរិយាកាសជុំវិញវិធានការនេះបង្ហាញពីការរឹតបន្តឹងលើសិប្បកម្មដែលមិនគោរពលក្ខខណ្ឌបរិស្ថាននិងជាសារឲ្យអាជីវកម្មពាក់ព័ន្ធកែសម្រួលការអនុវត្តរបស់ខ្លួនសម្ដេចធិបតីហ៊ុនម៉ាណែតបានជួបពិភាក្សាការងារជាមួយនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI នៃសហរដ្ឋអាមេរិក Agents Campagna Press និង BTV បានរាយការណ៍ពីជំនួបនេះខណៈ AP News និងសារព័ត៌មានបរទេសមួយចំនួនបានផ្ដោតលើកិច្ចសហប្រតិបត្តិការសន្តិសុខប្រធានបទសំខាន់រួមមានការប្រយុទ្ធប្រឆាំងបទល្មើសច្បាប់តាមអនឡាញនិងការពង្រឹងការងារអនុវត្តច្បាប់រវាងភាគីទាំងពីរខ្មែរ Times រាយការណ៍ថាគោលនយោបាយអប់រំបច្ចេកទេសនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជាកំពុងដាក់បញ្ចូលជំនាញបៃតងដើម្បីត្រៀមកម្លាំងពលកម្មសម្រាប់សេដ្ឋកិច្ចថ្មីជំនាញទាំងនេះពាក់ព័ន្ធនឹងថាមពលស្អាតការប្រើធនធានឲ្យមានប្រសិទ្ធភាពនិងការងារដែលគាំទ្របរិស្ថានការផ្លាស់ប្ដូរនេះអាចជួយឲ្យយុវជនមានសមត្ថភាពសមស្របនឹងតម្រូវការទីផ្សារខណៈវិស័យឧស្សាហកម្មក៏ត្រូវការកម្លាំងការងារដែលយល់ពីនិរន្តរភាពកាន់តែច្រើនទិសដារីកាថាកម្ពុជាកំពុងផ្ដល់អាទិភាពដល់ការពង្រឹងប្រព័ន្ធគាំពារសង្គមសម្រាប់កម្លាំងពលកម្មក្រៅប្រព័ន្ធនៅពេលសេដ្ឋកិច្ចបន្តលូតលាស់ក្រុមនេះរួមមានអ្នកលក់ដូរកម្មករថ្ងៃនិងអ្នករកចំណូលតាមវិស័យមិនផ្លូវការដែលជាញឹកញាប់មិនមានការធានាផ្នែកសុខភាពឬប្រាក់ចំណូលពេលជួបហានិភ័យការពង្រីកសេវាគាំពារអាចកាត់បន្ថយភាពងាយរងគ្រោះនិងធ្វើឲ្យការរីកចម្រើនសេដ្ឋកិច្ចមានការចែករំលែកកាន់តែទូលំទូលាយ GGB Magazine រាយការណ៍ថាកម្ពុជាកំពុងត្រៀមការត្រួតពិនិត្យកាស៊ីណូទូទាំងប្រទេសដើម្បីពិនិត្យការអនុវត្តច្បាប់និងលក្ខខណ្ឌអាជ្ញាប័ណ្ណការត្រួតពិនិត្យបែបនេះអាចពាក់ព័ន្ធនឹងប្រតិបត្តិការឯកសារអនុញ្ញាតនិងការអនុលោមតាមបទបញ្ញត្តិហិរញ្ញវត្ថុជំហាននេះត្រូវបានគេមើលថាជាការរៀបចំវិស័យល្បែងឲ្យមានសណ្ដាប់ធ្នាប់និងបន្ថយហានិភ័យផ្នែកច្បាប់ខណៈអាជ្ញាធរបន្តពង្រឹងការគ្រប់គ្រងនៅស្រុកអង្គរបូរីកម្លាំងសមត្ថកិច្ចគយបានបង្ក្រាបទំនិញចម្រុះចំនួន30មុខដែលមានទម្ងន់ជាង40តោនហើយត្រូវបានដឹកតាមទូកពីប្រទេសវៀតណាមទំនិញទាំងនេះត្រូវបានឃាត់ក្នុងប្រតិបត្តិការត្រួតពិនិត្យពាក់ព័ន្ធនឹងការនាំចូលឆ្លងដែនករណីនេះបង្ហាញពីការបន្តរឹតបន្តឹងការត្រួតពិនិត្យតាមផ្លូវទឹកនិងច្រកព្រំដែនដើម្បីទប់ស្កាត់ការដឹកជញ្ជូនទំនិញដែលមិនគោរពនីតិវិធី BTV News, AKP News, MFAIC កម្ពុជា News និង Agents Campagna Press បានផ្សាយអំពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី59និងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកប្រធានបទសំខាន់ផ្ដោតលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុចកិច្ចប្រជុំនេះជាវេទិកាសម្រាប់រដ្ឋមន្ត្រីការបរទេសក្នុងតំបន់ពិនិត្យវឌ្ឍនភាពនិងបន្តសម្របសម្រួលជំហររួមរបស់អាស៊ានលើបញ្ហាដែលកំពុងត្រូវការការតាមដាន
កិច្ចប្រជុំនេះជាវេទិកាសម្រាប់រដ្ឋមន្ត្រីការបរទេសក្នុងតំបន់ពិនិត្យវឌ្ឍនភាពនិងបន្តសម្របសម្រួលជំហររួមរបស់អាស៊ានលើបញ្ហាដែលកំពុងត្រូវការការតាមដាន Cambodianes រាយការណ៍ថាជប៉ុនបានផ្ដល់កញ្ចប់ជំនួយថ្មីមួយដល់កម្ពុជាក្រោមគម្រោងជំនួយសន្តិសុខផ្លូវការរបស់ខ្លួនការគាំទ្រនេះត្រូវបានមើលថាជាសញ្ញានៃការចូលរួមផ្នែកការពារជាតិកាន់តែជិតស្និទ្ធជាមួយកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ Cambodianes បញ្ជាក់ថាការផ្ដោតលើស្វ័យភាពរបស់ប្រទេសក្នុងតំបន់ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់តូក្យូក្នុងបរិបទសន្តិសុខកំពុងប្រែប្រួលប្រមុខការទូតកម្ពុជានិងអូស្ត្រាលីបានជួបពិភាក្សាគ្នាអំពីការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី BTV News រាយការណ៍ថាកិច្ចពិភាក្សានេះកើតឡើងខណៈប្រទេសទាំងពីរត្រៀមឆ្ពោះទៅខួប75ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ2027ភាគីទាំងពីរបានផ្ដោតលើកិច្ចសហប្រតិបត្តិការនិងទិសដៅបន្តសម្រាប់ធ្វើឲ្យទំនាក់ទំនងកាន់តែសកម្មប្រមុខការទូតកម្ពុជានិងប្រមុខការទូតរុស្ស៊ីបានជួបពិភាក្សាគ្នាស្ដីពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងជំនួបនេះភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់អំពីបច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជាថៃផងដែរការពិភាក្សាត្រូវបានបង្ហាញថាមានគោលដៅរក្សាការទំនាក់ទំនងការទូតនិងការយល់ដឹងគ្នាលើបញ្ហាតំបន់ដែលកំពុងទទួលការចាប់អារម្មណ៍ប្រមុខការទូតអាស៊ានបានជួបប្រជុំគ្នានៅរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីនដើម្បីពិភាក្សាអំពីកង្វល់សន្តិសុខក្នុងតំបន់កិច្ចប្រជុំនេះផ្ដោតលើការផ្លាស់ប្ដូរយោបល់រវាងសមាជិកអាស៊ានក្នុងបរិបទបញ្ហាសន្តិសុខកំពុងមានភាពស្មុគស្មាញជំហានបែបនេះបង្ហាញពីតួនាទីរបស់អាស៊ានក្នុងការបន្តជែកនិងសម្របសម្រួលជំហររួមរបស់តំបន់ការចុះបញ្ជីរថយន្តអគ្គិសនីនៅក្រសួងបានកើនដល់15,000 គ្រឿងគិតត្រឹមរយៈពេល6ខែឆ្នាំ2026តួលេខនេះបង្ហាញថាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងបន្តទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់កំណើននេះក៏អាចជំរុញឲ្យមានតម្រូវការបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធសាកថ្មសេវាថែទាំនិងគោលនយោបាយគាំទ្រថាមពលស្អាតការបណ្ដុះជំនាញឌីជីថលតាំងពីថ្នាក់បឋមកំពុងត្រូវបានបង្ហាញថាជាកត្តាជំរុញឲ្យកុមារកម្ពុជាមានចំណង់ចូលរួមអភិវឌ្ឍប្រទេសតាមរយៈបច្ចេកវិទ្យាកុមារដែលបានស្គាល់មូលដ្ឋានកុំព្យូទ័រការគិតបែបតវិជ្ជានិងការប្រើឧបករណ៍ឌីជីថលអាចរៀនដោះស្រាយបញ្ហាបានលឿនជាងមុនមន្ត្រីនិងអ្នកអប់រំរំពឹងថាការវិនិយោគលើជំនាញទាំងនេះនឹងជួយបង្កើតធនធានមនុស្សសម្រាប់សេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ BTV News រាយការណ៍ថាកម្ពុជានឹងលើកយកភាពជោគជ័យនៃថ្នាល verify.gov.kh ទៅបង្ហាញក្នុងកិច្ចប្រជុំ ACCSM លើកទី23នៅខេត្តសៀមរាបថ្នាលនេះត្រូវបានប្រើសម្រាប់ផ្ទៀងផ្ទាត់ឯកសារឌីជីថលនិងជួយបន្ថយការក្លែងបន្លំក្នុងសេវាសាធារណៈការបង្ហាញនៅវេទិកាអាស៊ាននេះគឺជាឱកាសឲ្យកម្ពុជាចែករំលែកបទពិសោធន៍កែតម្រង់រដ្ឋបាលនិងជំរុញការប្រើប្រាស់រដ្ឋាភិបាលឌីជីថលឲ្យកាន់តែទូលំទូលាយថ្នាលនេះត្រូវបានប្រើសម្រាប់ផ្ទៀងផ្ទាត់ឯកសារឌីជីថលនិងជួយបន្ថយការក្លែងបន្លំក្នុងសេវាសាធារណៈការបង្ហាញនៅវេទិកាអាស៊ាននេះគឺជាឱកាសឲ្យកម្ពុជាចែករំលែកបទពិសោធន៍កែតម្រង់រដ្ឋបាលនិងជំរុញការប្រើប្រាស់រដ្ឋាភិបាលឌីជីថលឲ្យកាន់តែទូលំទូលាយ Agence Cambodia Press និង AKP News រាយការណ៍ថាកម្ពុជាបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តគាំទ្រការការពារនិងជួសជុលប្រាសាទព្រះវិហារប្រាសាទបេតិកភណ្ឌពិភពលោកមួយនេះត្រូវការការថែរក្សាដោយបច្ចេកទេសនិងធនធានជាបន្តដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រនិងស្ថាបត្យកម្មការគាំទ្រពីដៃគូអន្តរជាតិត្រូវបានមើលថាជាផ្នែកសំខាន់សម្រាប់ការអភិរក្សនិងការគ្រប់គ្រងតំបន់បេតិកភណ្ឌឲ្យមានចីរភាព Cambodianes រាយការណ៍ថាសិល្បករនឹងចូលរួមគម្រោងមួយនៅកម្ពុជាដើម្បីស្រមៃអនាគតដែលមនុស្សនិងធម្មជាតិអាចរស់នៅជាមួយគ្នាបានល្អជាងមុនគម្រោងនេះធ្វើឡើងជាឆ្នាំទី2ហើយយកចលនា Solar Punk ជាគំនិតបំផុសដើម្បីមើលបញ្ហាបច្ចុប្បន្ននិងរៀបចំចក្ខុវិស័យសម្រាប់ទសវត្សរ៍ឆ្នាំ2030សកម្មភាពនេះអាចបើកការសន្ទនាថ្មីអំពីបរិស្ថានសហគមន៍និងតួនាទីសិល្បៈក្នុងការគិតពីអនាគតបើលោកអ្នកចង់គាំទ្រកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើង